ok បងចឹងចាប់ផ្ដើមដល់សាច់រឿងទី2របស់ខ្ញុំហ្នឹងតាក់ទងជាមួយនឹងផ្ទះរបស់ខ្ញុំបាទផ្ទះរបស់ខ្ញុំហ្នឹងពីមុនឡើយមានមនុស្សគេងនៅខាងលើអញ្ចឹងគឺនៅពេលដែលអឺបាត់ពីអ្នកដែលគាត់គេងនៅខាងលើហ្នឹងគឺផ្ទះហ្នឹងត្រូវបានទុកចោលជប់មានន័យថាម៉េចទៅមានមនុស្សគេនៅលើបានន័យថាផ្ទះរបស់មួយជុងតែម្ដងឬក៏ម៉េចនិយាយទៅផ្ទះខ្ញុំល្វែងប៉ុន្តែនៅខាងលើហ្នឹងគឺខ្ញុំរះដាច់ពីផ្ទះក្រោមមកអូបានន័យថាមកផ្លូវចូលគឺតែមកល្វែងទេឡើងដល់ជាន់ទី1ពីល្វែងជាប់គ្នាចឹងហ៎ពីរផ្ទះដូចរបៀបថាអានេះជាន់ទី1អញ្ចឹងបន្ទាប់មកមានជាន់ខាងលើមួយទៀតហ្នឹងជាន់ខាងលើហ្នឹងអាផ្ទះខាងពីរក្រោមផ្ទះហ្នឹងគេមានតែជាន់ទី1ទេហ្នឹងហើយខ្ញុំផ្ទះខ្ញុំខ្ញុំរះបាទ3អញ្ចឹងទៅអញ្ចឹងពីដំបូងហ្នឹងគឺមានអ្នកគេងដូចពូខ្ញុំគាត់នៅគេងនៅលើហ្នឹងអញ្ចឹងណាគាត់អត់តាន់ការគាត់អត់តាន់ទៅនៅស្រុកគេអញ្ចឹងទៅអញ្ចឹងឥឡូវហ្នឹងគាត់ទៅស្រុកគេនៅអញ្ចឹងផ្ទះហ្នឹងគឺត្រូវទុកចោលទាំងអស់ឬក៏តែមួយជាន់ទី1ហ្នឹងទេណាមួយជាន់ទី1តែគាត់ធ្លាប់នៅនឹងគឺទុកចោលហ្នឹងហើយអញ្ចឹងនៅពេលដែលគាត់ទុកចោលផ្ទះហ្នឹងទៅនៅពេលហ្នឹងផ្ទះខ្ញុំហ្នឹងត្រូវបានដាក់វ៉ាន់ព្រោះយើងរកស៊ីលក់ដូរដូចគ្រឿងដៃគ្រឿងវ៉ាន់គ្រឿងអីចឹងនៅលើហ្នឹងគឺពាពេញដល់វ៉ាន់ទាំងអស់ stock បាទហ្នឹងហើយអញ្ចឹងគឺនៅពេលហ្នឹងគឺមានសម្លេងចម្លែកនៅខាងលើហ្នឹងអញ្ចឹងមុនដំបូងខ្ញុំដឹងពីអាដូឆ្កែរបស់ខ្ញុំហ្នឹងឈ្មោះអាដូវាឡើងទៅព្រុសនៅលើហ្នឹងអញ្ចឹងក៏ខ្ញុំមានអារម្មណ៍ថាមិនបានវាព្រុសរហូតចឹងចឹងនៅពេលហ្នឹងក៏ខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថាចម្លែកដែរហើយបងប្អូនខ្ញុំមួយហ្នឹងគាត់នៅចាហៀងមកចាហៀងអាផ្ទះល្បែងអាផ្ទះពីរជួរហ្នឹងគាត់នៅខាងជ្រុងខាងនោះចឹងផ្ទះខ្ញុំនៅខាងនេះមួយចឹងជាន់ហ្នឹងគឺវាមានពុះពាក់កណ្ដាលទៅក៏គាត់និយាយប្រាប់ខ្ញុំថាអាឌូព្រុសរហូតនេះឯងដើរឡើងមកមើលអីចឹងអត់ខ្ញុំគាត់ប្រាប់គាត់វិញថាប្រហែលជាមានរឿងអីមិនដឹងបានវាព្រុសអីចឹងវាណាមួយវាទៅលើម្នាក់ឯងលើវាស្រែកហៅម្ចាស់វាអញ្ចឹងព្រោះដោយសារតែរហដងវាទៅមានម្ចាស់តលើកនោះវាអត់មានម្ចាស់វាមិនស្រែកព្រុសហៅគ្នាអញ្ចឹងទៅអញ្ចឹងនៅពេលហ្នឹងក៏បន្ទាប់ពីបានប្រហែលជាមួយខែទៅមួយខែទៀតគឺខ្ញុំចាប់ផ្ដើមយល់សប្តិនៅពេលដែលខ្ញុំចាប់ផ្ដើមយល់សប្តិហ្នឹងគឺខ្ញុំបានឃើញមនុស្សស្រីម្នាក់បានចាប់ម៉ាក់ខ្ញុំឡើងទៅខាងលើនៅពេលដែលគាត់ចាប់ម៉ាក់ខ្ញុំឡើងទៅខាងលើហ្នឹងគឺគាត់បាននិយាយថាហើយត្រូវយករបស់អីសែនមកឲ្យអញបានអញដោះលែងម៉ែអញទៅអញ្ចឹងនៅពេលដែលខ្ញុំចាប់ផ្ដើមយកសប្តិចឹងហើយខ្ញុំបានប្រាប់ម៉ាក់ខ្ញុំឯងព្រោះដោយសារតែពេលដែលនៅពេលដែលខ្ញុំប្រាប់ម៉ាក់ខ្ញុំហ្នឹងគឺគាត់តែងតែនិយាយថាគុំនេះពេកព្រោះដោយសារតែផ្ទះយើងទេវាមិនតែមានរបស់ល្អអីចូលមកក្នុងផ្ទះរបស់យើងទេហើយបន្ទាប់មកក៏ខ្ញុំចាប់ផ្ដើមអត់មួយថ្ងៃទៅមួយថ្ងៃក៏យើងលេងប្រាប់គាត់តទៅទៀតចឹងទៅអញ្ចឹងបន្ទាប់មកគឺថ្ងៃមួយហ្នឹងខ្ញុំបានទៅអង្គុយនៅកម្មចដានៅពេលដែលខ្ញុំអង្គុយនៅកម្មចដាហ្នឹងប៉ារបស់ខ្ញុំគាត់រត់ចុះពីលើហ្នឹងមកចដាខាងក្នុងឬចដាខាងក្រៅចដាខាងក្នុងផ្ទះរបៀបហើយយើងមានមួយជាន់អញ្ចឹងហើយវាមានអាចដានៅខាងលើមួយទៀតអញ្ចឹងទៅអញ្ចឹងនៅពេលហ្នឹងគឺគាត់ប្រាប់ថាកុំអង្គុយនៅហ្នឹងទៅអង្គុយនៅមុខតែខ្ញុំរឹងខ្ញុំអត់ទៅទេអញ្ចឹងនៅពេលហ្នឹងគឺខ្ញុំចាប់ផ្ដើមអង្គុយមើលធម្មតាហើយខ្ញុំចាប់ផ្ដើមអូខ្ញុំមានអារម្មណ៍ថាពីណាគេនៅលើក្បាលខ្ញុំនៅពេលដែលខ្ញុំក៏លេចមើលទៅខាងលើនោះម្នាក់ស្រីហ្នឹងអោតក្បាលមើលខ្ញុំមិនចេះនៅពេលហ្នឹងក៏ខ្ញុំចាប់ផ្ដើមគិតថាណាគេអញ្ចឹងគឺខ្ញុំមានអារម្មណ៍ដំបូងអត់សើភ័យទេនៅពេលបន្ថែមតិចទៀតប្រហែលជាបានដូចជាយើងរៀងផ្លេចខ្លួនអញ្ចឹងខ្ញុំចង់ដឹងថាមានមនុស្សនៅមើលខ្ញុំទៀតអត់ខ្ញុំងើបមើលម្ដងទៀតម្នាក់ហ្នឹងក៏នៅតែអោនក្បាលមកមើលខ្ញុំម្ដងទៀតបង្ហាញសភាពបែបណាដែរជាមនុស្សធម្មតាបងតែជាមនុស្សស្រីដែលអោនក្បាលមកយើងដូចអញញឹមមានន័យថាអត់អាក្រក់សក់អត់វែងក៏អត់មានអីទេនិយាយទៅមើលទៅជាសភាពមនុស្សធម្មតាជាសភាពមនុស្សធម្មតាបងអញ្ចឹងក៏ចាប់ផ្ដើមពីពេលហ្នឹងទៅខ្ញុំចាប់ផ្ដើមថាខ្ញុំលេងឡើងទៅលើហ្នឹងហើយប៉ាខ្ញុំប្រើយកវ៉ាន់អីក៏ខ្ញុំលេងឡើងទៅដែរព្រោះដោយសារតែថាខ្ញុំខ្លាចនៅពេលដែលខ្ញុំឡើងទៅដល់ហ្នឹងក៏ចាប់ផ្ដើមឮសលេងមនុស្សស្រីហ្នឹងរបៀបថាដើរវឹបតិចយើងព្រោះដោយសារតែផ្ទះខ្ញុំមិនចេះបង
វាមានការសាងសង់ហ្នឹងអាតសហ្នឹងណាវានៅចំកណ្ដាល ចំកណ្ដាលផ្ទះ ហ្នឹងអីបង បាទ ហើយបន្ទាប់មកគឺយើងអត់មានដាក់ទេវតាអីនៅហ្នឹងទេ ហឹម អញ្ចឹងកន្លែងហ្នឹងគឺຕົកចោលទាំងអស់ហើយបានកន្លងប្រហែលជាមួយខែប៉ារបស់ខ្ញុំហ្នឹងគាត់រៀងទាស់សម្ដីមួយម៉ាក់ខ្ញុំព្រោះគាត់មកពិសាគាត់មិនហត់បង បាទ ពេលគាត់ហត់គាត់ព្យាយាមយកអវ៉ាន់ហ្នឹងឡើងទៅលើតុព្រោះខ្ញុំប្រើលេងកៅដីអញ្ចឹងខ្ញុំប្រាប់ថាខ្ញុំខ្លាចតបបែងនាំខ្ញុំទៅដែរហើយគាត់ក៏ថាប្រើមិនដែរបានទេអីចឹងគាត់ក៏ខឹងខ្ញុំដូចគ្នាអញ្ចឹងគាត់ដើរឡើងតាំងយកអវ៉ាន់ហ្នឹងទៅបោះនៅលើផ្ទះហ្នឹងព្រុសលូដុងហ្មងអញ្ចឹងដល់ពេលដែលដើរមកវិញហ្នឹងណាបងឯងឃើញអីអត់នៅពេលដែលគាត់ដើរមកវិញហ្នឹងម្នាក់ស្រីហ្នឹងច្រានគាត់មកដង្ហឹងធ្លាក់ពីលើកម្មចដាហើយទៅប៉ារបស់ខ្ញុំហ្នឹងក៏គាត់ភ័យហើយគាត់ចាប់ផ្ដើមសន់ស្លាថាឃើញមនុស្សស្រីហ្នឹងច្រានគាត់យកមក ឃើញដូចគ្នា ហ្នឹង បាទ អញ្ចឹងក៏គេចាប់ផ្ដើមជឿខ្ញុំម៉ាក់ប៉ាខ្ញុំណាចាប់ផ្ដើមជឿខ្ញុំឬបងខ្ញុំចាប់ផ្ដើមជឿខ្ញុំថាខ្ញុំនិយាយទៅវាត្រូវមែនអញ្ចឹងក៏គាត់ចាប់ផ្ដើមទៅសួរលោកតាគាត់សួរលោកតាថាមិនបានមានអីអញ្ចឹងណាថាពីណាគេច្រានអីចឹងទៅលោកតាក៏ប្រាប់ថាម្ចាស់ផ្ទះគេពូហើយមិនដែលធ្វើសម្អាតទេនៅលើហ្នឹងហ៎ហើយទុកផ្ទះចោលមិនគេនៅអីហើយរហដងហ្នឹងបានមានអ្នកនៅហ្នឹងសម្អាតហ្នឹងហើយបើពេលអញ្ចឹងគេមិនខឹងហើយទៅដល់បោកប្រាស់លើផ្ទះគេទៀត ហឹម អញ្ចឹងលោកតាគាត់និយាយចឹងហើយក៏ខ្ញុំចាប់ផ្ដើមម៉ាក់របស់ខ្ញុំហ្នឹងគាត់ចាប់ផ្ដើមធ្វើរើថ្ងៃរើអីចឹងទៅដើម្បីសូត្រមន្តដើម្បីឲ្យគាត់ហ្នឹងទៅរកផ្ទះឬមើលលំនៅឋានរបស់គាត់ហ្នឹងវិញទៅអញ្ចឹងបន្ទាប់ពីសូត្រមន្តហើយអស់អីអញ្ចឹងទៅក៏គេមកបញ្យល់សពម៉ាក់ខ្ញុំថាគេទៅបានសុកអីហើយបន្ទាប់មកក៏ខ្ញុំចាប់ផ្ដើមប៉ាខ្ញុំចាប់ផ្ដើមអញ្ជើញលោកតាកងហ្នឹងគាត់កាន់ ក្បិតធំ ក្បិតធំ បាទ នៅពេលដែលគាត់យកលោកតាហ្នឹងមកនៅអញ្ចឹងមកសកាត់ផ្ទះអញ្ចឹងលោកតាហ្នឹងមកបញ្យល់សព បានន័យថាពិតជាមានញៀននៅក្នុងលោកតានឹងមែន បាទគាត់មកបញ្យល់សពថាហែងដាក់ក្បិតអីអញអត់មើលទេក្បិតបាក់នេះអញកាប់មិនចេញអញ្ចឹងនៅពេលហ្នឹងក៏គាត់ចាប់ផ្ដើមវាមុខមាំហ្មងលោកតាហ្នឹងគឺមុខមាំខ្លាំងដល់ពេលអញ្ចឹងប៉ាខ្ញុំគាត់ចាប់ផ្ដើមភ័យពីស្ពូវាថាគាត់ជួបអារឿងហូនគាត់ធ្លាក់លើកម្មចដាហើយគាត់មកជួបជាមួយនឹងលោកតាដែលគាត់មកប្រាប់ថាកាប់ក្បិតហ្នឹងអត់មុតដល់ពេលគាត់ទៅដល់ក្បិតហ្នឹងបាក់មែន អញ្ចឹងមានន័យថាអ្វីដែលលោកតាហ្នឹងគាត់ពងបញ្យល់សពហ្នឹងគឺជាការពិតហើយបន្ទាប់មកក៏យើងបាននៅសុកអីចឹងទៅអញ្ចឹងរឿងរបស់ខ្ញុំមានតែប៉ុណ្្នឹងទេ ប៉ុន្តែអ្វីដែលចូលដល់ជំនឿបងប្អូនជនជាតិចិនហើយ very interesting នៅពេលដែលឃើញនៅពេលដែលហុកបានឃើញលោកតាកងតើរូបភាពរបស់គាត់ដូចជាមួយនឹងរូបសំណាក់មួយនឹងទេ ដូចបង មុខក្រហមដែរ មិនក្រហមទេ សធម្មតា មិនសទេបង មិនសមិនក្រហម វាផឹកខ្មៅអញ្ចឹងគឺគាត់ដើរមកដល់កាន់ដបងហ្នឹងគាត់ថាកាប់អត់ដាច់ទេអញ្ចឹងនៅពេលហ្នឹងក៏ខ្ញុំស្ដាប់ពីប៉ាខ្ញុំមកបានធំប៉ុណ្ណឹង អូខេនេះគឺជាសាច់រឿងទី2របស់គាត់ដែលបានចែករំលែកជាមួយកម្មវិធីជាអ្វីត្រង់ចំណុចនេះដែលផ្ទះមានជំនាញហេតុអ្វីទើបបានមានអមនុស្សអាចចូលបាន អូខេតាំងក៏ពិតទៅបើយើងនិយាយពីក្រុមហ៊ុនអានេះខ្ញុំ compare ក្រុមហ៊ុនហ្មងទៅអញ្ចឹងឧទាហរណ៍ថាម្នាក់ហ្នឹងគឺគាត់នៅនឹងយូរហើយអញ្ចឹងគាត់ជា president បន្ទាប់មកគឺគ្រាន់តែជាអ្នកដែលក្រុមហ្នឹងទេដូចជា den ឬមួយក៏អីចឹងទេអញ្ចឹងជានាងផ្ទះហ្នឹងគឺជា den ទេហើយបន្ទាប់មកអ្នកដែល president ហ្នឹងគឺជាម្ចាស់ផ្ទះដែលគាត់នៅតាំងពីដើមមក យល់បានតែម្ចាស់ដីចាស់ ហ្នឹងឯងបង តែដោយសារតែពូរបស់ហុកនៅខាងលើនឹងតែងតែសម្អាតព្រោះជាទីលំនៅរបស់គាត់ដែរអញ្ចឹងហើយទើបបានម្នាក់នឹងអត់ហៅរឿងដោយសារតែគេស្អាតដែរចង់និយាយចឹងហ៎ ហ្នឹងឯង អូតែសាច់រឿងនេះគួរឲ្យចាប់អារម្មណ៍ខ្ញុំត្រង់ចំណុចថា
ម្ចាស់ផ្ទះស្រឡាញ់ផ្ទះវារំលឹកដល់សាច់រឿងរបស់តុកភ្លឺ background ងិនរបស់អ្នកគ្រូឱសថការីដែលជំនាន់គាត់ COVID ហ្នឹងក៏អញ្ចឹងបងប្អូនទាំងអស់គ្នាទៅមើលតុកភ្លឺ background ងិតរបស់អេពីសូតឱសថការីហ្នឹងទៅគឺប្រហាក់ប្រហែលគ្នាមែនតើដែលមានន័យថាបើចេះរក្សាផ្ទះអត់រករឿងទេតែបើចេះអត់ចេះរក្សាផ្ទះទេគឺដឹងតែទួសាច់ហើយប៉ុន្តែអ្វីដែលសំខាន់គឺរូបរបស់លោកតាកុងគាត់កុងណាដែលមកប្រាប់ហ្មងថាកបិតបាក់ហើយកាប់មិនដាច់នេះអាត្រង់ចំណុចនេះដែលឆ្ងាញ់បានន័យថាពិតជាមានវិញ្ញាណរបស់លោកតានៅក្នុងរូបសំណាកនឹងពិតប្រាកដមែនបាទវាថ្មីសម្រាប់ខ្ញុំព្រោះដោយសារតែខាងទឹកដីប្រទេសកម្ពុជាយើងខាងរូបពុទ្ធរូបអីយើងដឹងហើយថាអូមានប្រសង់បចោះមានអីចឹងណាប៉ុន្តែខ្ញុំអត់ដែលដឹងថាតើរូបរបស់ទេវតាខាងផ្នែកខាងចិនណាតើមានព្រលឹងដែរឬអត់ឬក៏មានវិញ្ញាណសន្ធិឬក៏មានបារមីដែរអត់តែសាច់រឿងមួយនេះវាបានឆ្លុះបញ្ចាំងថាពិតជាមានយ៉ាងប្រកបមែនតោះមានសាច់រឿងខ្លីណាមួយទៀតទេមានបងដែលតកតងជាមួយនឹងយកមនុស្សខុសយកមនុស្សខុសមានន័យថាម៉េចទៅមានន័យថាគាត់ជំនួសជើងលេខគេអូបាទជើញអញ្ចឹងជាទូទៅហ្នឹងគឺខ្ញុំតែងតែទៅស្រុកហើយខ្ញុំបានព័ត៌មានមកពី EE ចិត្តខាងអញ្ចឹងទៅប៉ុន្តែអាហ្នឹងក៏ខ្ញុំស្គាល់គាត់ដែរព្រោះដោយសារតែគាត់ហ្នឹងគឺជា CEO CEO លោកគ្រូអ្នកគ្រូបាទគាត់ CEO ហ្នឹងនិយាយទៅគាត់ល្បីនៅក្នុងភូមិហ្នឹងអញ្ចឹងទៅហើយគាត់ថ្ងៃមួយហ្នឹងគាត់ចេញពីធ្វើការដល់ពេលដែលគាត់ចេញពីធ្វើការហ្នឹងគឺគាត់ត្រូវជិះតម្រូវទៅផ្ទះរបស់គាត់អញ្ចឹងនៅពេលដែលគាត់ពេលយប់ហ្នឹងគាត់ចាប់ដើមជិះមកហើយតាំងកប៉ិតគឺគេហ្នឹងចាប់ចង់យកម៉ូតូខាងមុខទេពេលដែលហេតុបានដឹងថាហេតុអីបានគេយកគាត់ហ្នឹងពេលហ្នឹងគេចូលជប់យកម៉ូតូខាងមុខមិនខ្ញុំអត់យល់កន្លែងហ្នឹងគឺគាត់ជិះវ៉ាម៉ូតូដែលគេត្រូវយកហ្នឹងបានហើយគាត់ជិះតាមផ្លូវហ្នឹងគេត្រូវយកម៉ូតូខាងមុខទេដោយសារគាត់វ៉ាម៉ូតូមួយហ្នឹងហើយបងអញ្ចឹងនៅពេលហ្នឹងក៏គាត់ចាប់ផ្ដើមពេលដែលគាត់ជិះវ៉ាភ្លាមណាអាឡាននៅខាងមុខហ្នឹងខ្ញុំអត់ដឹងថាគេបើកបរមិនទេនៅពេលដែលគេជិះណាស្រាប់តែឡានហ្នឹងវេចកោតចូលមកហ្មងអញ្ចឹងតែជិះពីច្រាស់ទិសហ្នឹងវេចកោតចូលនៅពេលដែលវេចកោតចូលហ្នឹងគឺបានបុកគាត់មកដង្ហឹងហ្នឹងធ្វើឲ្យគាត់ហ្នឹងខ្ទាតបុកទៅនឹងអាតសផ្ទះរបស់គេដែលគេឡើងទៅខាងលើផ្ទះហ្នឹងគឺថើបបណ្ដាលឲ្យធ្លុំធុងហ្នឹងគឺបុកចូលទៅដល់ខាងក្នុងមកបាទអញ្ចឹងនៅពេលយប់ឡើងហ្នឹងគឺយាយគាត់កាន់សិលអាហ្នឹងគឺជ្រៅជាអ្នកដែលគាត់អ្នកនៅជាមួយខ្ញុំហើយគាត់និយាយប្រាប់គាត់ថាពេលហ្នឹងគឺគាត់ឃើញម្នាក់ប្រុសមួយហ្នឹងចូលមកក្នុងផ្ទះរបស់គាត់ហ្នឹងកេះដេកកេះឲ្យធ្វើឲ្យខ្ញុំដាក់យាយម្នាក់ហ្នឹងដែលគាត់កំពុងតែនឹងអង្គុយរបៀបថាគាត់អង្គុយសោតធំអីចឹងណាចឹងគឺពេលហ្នឹងគឺចាប់ផ្ដើមលងគេពេញភូមិបាទហើយដល់ពេលទៅក៏គេចូលរូបតាតាំងកប៉ិតគឺមិនមែនគេចង់យកគាត់ហ្នឹងទេតាំងកប៉ិតជើងលេខគាត់ហ្នឹងនៅយូរជាងហ្នឹងហើយអ្នកដែលគេចង់បានហ្នឹងគឺក្មេងស្ទាវពីរអ្នកដែលគាត់ជីវ៉ាគេហ្នឹងចឹងរឿងហ្នឹងមានតើពេលដែលគាត់លងតើមានព័ត៌មានបន្ថែមទេថាតើលងរបៀបម៉េចទៅលងពេញភូមិហ្នឹងពេលដែលគាត់លងហ្នឹងគឺគាត់ចាប់ផ្ដើមដើរទៅទាលុយផ្ទះគេក្នុងអាជីពជា CEO ហ្នឹងបាទអញ្ចឹងនៅពេលហ្នឹងគឺរបៀបថាពេលតែដើរទៅហ្នឹងរបៀបនៅខាងក្រោមផ្ទះគឺតែងតែមានអ្នកគេងបាទហើយគោនៅខាងក្រោយនៅពេលដែលដើរទៅគោហ្នឹងឈប់ស្គប់នៅហ្នឹងហើយដល់ពេលដែលគាត់កលែកមើលគាត់ឃើញ CEO ម្នាក់ហ្នឹងកំពុងតែឈរនៅក្នុងផ្ទះម្នាក់ហ្នឹងហើយពេលយប់ឡើងហ្នឹងគឺចាប់ផ្ដើមមកដើរគោះទ្វារផ្ទះគេមកគោះទ្វារទាលុយចឹងទៅហ្នឹងហើយបានន័យថាត្បិតខ្លាចជាបលឹងក៏នៅបំពេញតួនាទីបានញ៉ាក់ខ្ជាប់ខ្ជួនដែរអូខេអស់ហើយណាសាច់រឿងហ្នឹងមានអីត្រូវបន្ថែមទេអស់ហើយបងអូខេសង្ឃឹមថាបងប្អូនទាំងអស់គ្នាបានយល់ដឹងនៅព័ត៌មានដោយសារតែសាច់រឿងមួយចំនួនពិតជាហាក់មានសភាពប្លែក
ទាំង intro ក៏ដោយក៏មានសាច់រឿងប្រកបនៅក្នុងនឹងខ្លីៗជាច្រើនទៀតដែលបងប្អូនអាចស្ដាប់ហើយបើសម្រាប់បងប្អូនដែលមិនជឿទៅលើអបិយជំនឿទេចាត់ទុកថាជាការស្ដាប់កំសាន្តពីបុគ្គលម្នាក់ទៀតជាអ្នកដែលធ្លាប់អង្គុយកៅអីបងប្អូនមកស្ដាប់ពួកខ្ញុំដែរឥឡូវនេះគាត់ផ្ដល់កិត្តិយសក្នុងការឡើងមកលើវេទិកាដើម្បីចែករំលែកទៅសាច់រឿងដោយសារថាគាត់គឺជាបុគ្គលដែលគេហៅថាបុគ្គលពិសេសដែលមានភ្នែកល្អក្នុងការមើលឃើញដែលមានញៀនល្អក្នុងការប្រស្រ័យបានប៉ុន្តែសម្រាប់ទោះអ្នកជឿឬអ្នកមិនជឿក៏ដោយសូមប្រកាសប្រកាន់អកប្បខ្ញុំចង់និយាយទៅដែរនេះប្រកាន់អកប្បកិរិយាមួយដែលល្អហើយខ្ជាប់ខ្ជួនព្រោះមានតែសេចក្តីល្អទេដែលអាចជួយបំភ្លឺផ្លូវយើងបានជាពាក្យពេចន៍ចុងក្រោយតើហុកមានអ្វីជំរាបទៅប្រិយមិត្តទេអញ្ចឹងជាចុងក្រោយខ្ញុំមានតែម្រាមដៃ10ទេព្រោះបើសិនជាខ្ញុំនិយាយទៅវារៀងលើសលួឬមួយក៏ខ្វះខាតអីចឹងណាបងប្អូនអញ្ចឹងសូមបងប្អូនកុំប្រកាន់ខ្ញុំអីឡើយខ្ញុំនិយាយទៅវារៀងវល់ឬមួយក៏មិនក៏ដោយក៏ព្រោះដោយសារតានេះគឺជាការនិយាយដែលខ្ញុំអាចមើលឃើញបានខ្ញុំអាចទៅបន្ថែមរឿងឬមួយក៏អីទេអញ្ចឹងក៏អត់មានអីពាក្យច្រើនដែរអញ្ចឹងសូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលមើលកម្មវិធីជាអ្វីហើយស្ដាប់ខ្ញុំដល់ចប់អរគុណបាទហ្នឹងហើយអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាមេត្តាយល់យកនិងអធិស្ឋានខ្ពស់មែនទែនដដែលដោយសារតែបងប្អូនបានឃើញផលិតផលសម្រាប់នៃវីដេអូមួយនេះហើយអ្វីដែលខ្ញុំព្យាយាមនិយាយនេះព្រោះខ្ញុំកំពុងតែអង្គុយជាមួយនឹងហុកនៅពេលនេះវីដេអូមួយនេះប្រហែលជាបងប្អូនទាំងអស់គ្នាឃើញត្រឹមតែ1ម៉ោងទេប៉ុន្តែពេលវេលាដែលយើងចាយក្នុងការថតវីដេអូ1ម៉ោងនេះសម្រាប់អេពីសូតនេះផ្ទាល់មិនតិចជាង2ម៉ោងទេព្រោះមានការស្កប់មានការដកដង្ហើមសុំសម្រួលអារម្មណ៍គឺមានរឿងច្រើនមែនតើដែលបងប្អូនមិនអាចមើលឃើញណាដែលជឿជាក់ថាសូម្បីតែក្រុមការងារសូម្បីតែមិត្តភ័ក្តិរបស់គាត់ដែលគាត់បញ្ជាក់ថាឈ្មោះ A ហ្នឹងក៏អត់មានអាគេសំណុកក្នុងខ្លួនដែរអញ្ចឹងវាជាកិត្តិយសខ្លាំងដែលគាត់បានលះបង់ណាដឹងថាមិនគួរធ្វើតែនៅតែធ្វើក្នុងក្របខ័ណ្ឌមួយដែលថាចង់ចែកឲ្យបងប្អូនដឹងថែងលោកបងប្អូនបានជ្រាបជាដំណឹងទៅអាចការពារខ្លួនឬក៏អាចប្រុងប្រយ័ត្នជាមួយនឹងអ្នកជុំវិញខ្លួនឬក៏រឿងរ៉ាវជុំវិញរបស់បងប្អូនទាំងអស់គ្នាចឹងដដែលបើមានកន្លែងណាខុសឆ្គងកន្លែងណាក៏សូមខន្តីអភ័យទោសពីសំណាក់ប្រិយមិត្តរបស់កម្មវិធីជាអ្វីទាំងអស់ហើយដដែលសូមបងប្អូនទាំងអស់គ្នាបញ្ចេញមតិវិជ្ជមាននៅពីក្រោមវីដេអូមួយនេះជាចុងបញ្ចប់ពីកម្មវិធីជាអ្វីមិនមានអ្វីទេក្រៅពី merchandise របស់ពួកខ្ញុំផ្ទាល់កូនបងបាទនេះគឺជា merchandise ទី1របស់កម្មវិធីជាអ្វីគឺមួកកម្មវិធីជាអ្វីហ្នឹងឯងចឹងក្នុងករណីនេះសង្ឃឹមថាអាចប្រើប្រាស់បានជារៀងរាល់ថ្ងៃនៅពេលនេះកម្មវិធីជាអ្វីអេពីសូតទី2សន្មតថាចប់ត្រឹមតែប៉ុណ្ណេះយើងជួបគ្នានៅអេពីសូតក្រោយទៀតហ៊ានហើយមែនទេនេះណែមីកូហ្គាហ្គាឆ្ងាញ់